បងប្អូនជំរាបសួរចាឥឡូវថ្ងៃនេះនាងខ្ញុំសូមមកថតបង្ហាញឲ្យមើលអ្នកអាណិតលោកចៅនេះទុរេនខ្ញុំគាត់បានកាប់នេះគាត់កាប់បំផ្លាញតែម្ដងនេះគាត់កាប់ឲ្យងាប់នេះបងប្អូនជួយមើលណាត់ចៅណាការគេលួចមួយផ្លែគេអាណិតណាចៅចំការខ្ញុំកាត់តាំងដើមតែម្ដងបងប្អូនមើលនោះកាប់អត់ប្រណីទេនេះបងប្អូននេះគាត់បានលក់ទេចៅគាត់មកគ្រាវឲ្យងាប់ហើយនោះបងប្អូននេះគាត់បានលក់បានលុយទេគាត់មកធ្វើអញ្ចឹងនេះអាណិតចៅណាលោកបងប្អូនជួយមើលអាណិតចៅនេះអាណិតចៅណាកាប់បំផ្លាញខ្ញុំមិនចង់ថតទេប៉ុន្តែខ្ញុំអាណិតអ្នកល្បីប្រហែលថ្ងៃនឹងអាណិតចៅពេកចៅនឹងគេអាណិតណាស់ឥឡូវចំការខ្ញុំនេះអស់ហើយ10ដើមគ្រាន់តែកាត់នោះសូគប់ដើមនេះបងប្អូនជួយមើល